ជំរាបសួរនេះគឺជាវីដេអូចែកម្លែកអំពីគណិតវិទ្យារបស់ជនដែលមានពិការភាពផ្នែកភ្នែកហើយនេះគឺជាលំហាត់គំរូទី28ប្រមាណវិធីបូកចំនួន2ខ្ទង់បូកនឹងចំនួន2ខ្ទង់តោះអញ្ចឹងយើងចាប់ផ្ដើមទាំងអស់គ្នា85បូកនឹង26 85តាំងនៅខាងស្ដាំនៃក្បាច់លេខ5ឈរនៅលើខ្ទង់រាយឯចំណែកលេខ8ឈរនៅលើខ្ទង់10រីឯចំណែក26តាំងនៅខាងឆ្វេងនៃក្បាច់គឺខាងឆ្វេងដៃហ្នឹងខាងឆ្វេងនៃក្បាច់អញ្ចឹងលេខ6ឈរនៅលើខ្ទង់រាយខ្ទង់ទី2រីឯលេខ2ឈរនៅលើខ្ទង់10ខ្ទង់ទី1នៅខាងឆ្វេងនៃក្បាច់ខ្ទង់10បូកខ្ទង់10ខ្ទង់រាយបូកខ្ទង់រាយរបៀបកណនាប្រមាណវិធីរបស់ឧបករណ៍ក្បាច់នេះគឺយើងមិនអាចបូកខ្ទង់រាយមុននោះទេបងប្អូនទាំងអស់គ្នាគឺបូកខ្ទង់រាយបន្ទាប់មកបូកខ្ទង់10បូកខ្ទង់100អញ្ចឹងទៅខ្ទង់ដែលបូកមុនបងប្អូនទាំងអស់គ្នាគឺបូកខ្ទង់រាយបូកពីស្ដាំទៅឆ្វេងរីឯចំណែកក្បាច់នេះវិញឧបករណ៍ក្បាច់នេះគឺបូកពីឆ្វេងទៅស្ដាំហើយគឺបូកខ្ទង់ណាដែលធំជាងបើខ្ទង់10ធំជាងគេនៅលើលក្ខខណ្ឌលេខណាមួយគឺបូកខ្ទង់10បើសិនជាលេខណាដែលក្នុងលក្ខខណ្ឌខ្ទង់100ធំជាងគេគឺបូកខ្ទង់100មុនតែយើងចំណាំថាខ្ទង់រាយជាខ្ទង់ដែលបូកក្រោយគេបង្អស់ឬក៏ដកក្រោយគេបង្អស់នឹងឯងពីច្រាស់គ្នាអញ្ចឹងបងប្អូនអញ្ចឹងខ្ញុំចង់បញ្ជាក់ឡើងនឹងបន្តិចតោះអញ្ចឹងយើងត្រូវបូកខ្ទង់10មុនព្រោះលេខនេះខ្ទង់ធំជាងគេគឺខ្ទង់10តើខ្ទង់10ត្រូវបញ្ចូលប៉ុន្មានយើងមើលខាងឆ្វេងយើងលេខប្រមាណគឺលេខ2អញ្ចឹងយើងត្រូវបញ្ចូល2តែយើងមានលេខ2បញ្ចូលនៅលើខ្ទង់10ទេมันមានទេអញ្ចឹងយើងធ្វើម៉េចខ្ចី1 100 100យក20ហេតុអីបានថា100យក20ពីព្រោះលេខ2ឈរនៅលើខ្ទង់10វាត្រូវជា20អញ្ចឹង100យក20នៅសល់80នេះ80យើងរុញ8នៅលើខ្ទង់10ហ្នឹងឬក៏80នឹងឯងព្រោះ8លើខ្ទង់10វាស្មើ80អញ្ចឹងយើងទាញចេញពីព្រោះយើងយកតែ20ឯងតោះអញ្ចឹងយើងធ្វើមកខ្ទង់ហើយនៅសល់ខ្ទង់មួយទៀតគឺខ្ទង់រាយត្រូវបញ្ចូលប៉ុន្មានគឺបញ្ចូលលេខ5 6តើមាន6បញ្ចូលទេมันមានទេអញ្ចឹងធ្វើម៉េចខ្ចី10មកព្រោះខ្ទង់ដែលធំជាងខ្ទង់រាយគឺខ្ទង់10ខ្ចី10ណាយើងខ្ចី10ណា10យក6មានន័យថា10ហ្នឹងគឺយើងត្រូវតែយកតែ6ទេព្រោះយើងបញ្ចូល6 10យក6នៅសល់4អញ្ចឹងតោះនេះយើងមើលខ្ទង់រាយយើងមាន4ដកចេញហ៎ពីព្រោះយើងត្រូវសងគេវិញមាន4ទេអត់មានទេមាន5អញ្ចឹងយើងខ្ចី5ហ្នឹងមកនេះ5យក4អញ្ចឹង5យក4នៅសល់ប៉ុន្មានសល់1អញ្ចឹងយើងរុញ1ឡើងគេវិញដោយសារអី5យើងយកតែ4ទេកន្លែងយើងស្មុកស្មាញតិចបងប្អូនព្យាយាមតាមដានតិចមកអញ្ចឹងឃើញប្រហែលយើងលុបឆ្វេងចោលសិនគឺឃើញ111តទៀតចាប់ពីលេខនេះគឺរៀងស្មុកស្មាញបងប្អូនអាចតាមដានឲ្យច្បាស់បន្តិច86បូកនឹង26 86តាំងនៅខាងស្ដាំនៃក្បាច់6ឈរនៅលើខ្ទង់រាយ8ឈរនៅលើខ្ទង់10រីឯ26តាំងនឹងឆ្វេងនៃក្បាច់6ឈរនៅលើខ្ទង់រាយខ្ទង់ទី2ឯចំណែក2ឈរនៅលើខ្ទង់10ខ្ទង់ទី1នៅខាងឆ្វេងនៃក្បាច់ខ្ទង់10បូកខ្ទង់10ខ្ទង់រាយបូកខ្ទង់រាយតោះខ្ទង់10ត្រូវបញ្ចូលប៉ុន្មានគឺបញ្ចូលលេខ2តែយើងមានលេខ2បញ្ចូលទេគឺมันមានទេអញ្ចឹងធ្វើម៉េចយើងត្រូវខ្ចី100យក20នៅសល់80អញ្ចឹងរុញ80ចេញតោះខ្ទង់រាយត្រូវបញ្ចូលប៉ុន្មានគឺបញ្ចូលលេខ6តែយើងមាន6បញ្ចូលទេគឺมันមានទេអញ្ចឹងធ្វើម៉េចយើងត្រូវខ្ចីអីគេខ្ចីខ្ទង់10ពីព្រោះខ្ទង់10ធំជាងខ្ទង់រាយតោះខ្ចី10មក10យក6នៅសល់4តោះយើងមាន4ដើម្បីទាញគេទេលេខនេះគឺយើងមានតែយើងតតែយើងខ្ចីអីខ្ចី5នេះ5ខាងលើអញ្ចឹងយើងទាញ5ចេញណាអញ្ចឹងមិញយើងត្រូវយកតែ4ទេណា5យក4នៅសល់1អញ្ចឹង1ធ្វើម៉េច1ត្រូវតែរុញឡើងតោះលុបឆ្វេងចោលចម្លើយគឺឃើញ110 12តោះទៀតលេខរៀងស្មុគស្មាញមានន័យថាឃើញអញ្ចឹងតែលេខរៀងស្មុគស្មាញបន្តិចបងប្អូនទៅតាមដានឲ្យច្បាស់ហើយយើងមានមូលដ្ឋានគ្រឹះខ្លះតោះ87សំទោសបូកជាមួយនឹង26 7តាំងនៅលើខ្ទង់រាយនៅខាងស្ដាំណារីឯ8តាំងនៅលើខ្ទង់រាយនៅខាងស្ដាំនៃក្បាច់ដូចគ្នាគឺខ្ទង់10រីឯ26តាំងនៅខាងឆ្វេងនៃក្បាច់6ឈរនៅលើខ្ទង់រាយឯចំណែក2ឈរនៅលើខ្ទង់10ខ្ទង់10បូកខ្ទង់10ខ្ទង់រាយបូកខ្ទង់រាយតោះខ្ទង់10ត្រូវបញ្ចូលប៉ុន្មានត្រូវបញ្ចូលលេខ2មាន2ទេអត់ទេ
ចឹងយើងខ្ចី100យក20សល់80ទម្លាក់ចុះតោះយើងមើលខ្ទង់ដែលសំខាន់គឺខ្ទង់រាយលេខពួកលេខនេះលក្ខខណ្ឌលេខខ្ទង់រាយគឺពិបាកតោះខ្ទង់រាយត្រូវបញ្ចូលប៉ុន្មានបញ្ចូល6ចឹងមាន6បញ្ចូលទេมันមានទេចឹងត្រូវធ្វើម៉េចខ្ចី10យក6នៅសល់4ចឹងយើងមាន4ដកចេញហ៎មានគឺមាន17តែលក្ខខណ្ឌលេខនេះគឺយើងត្រូវតែខ្ចី5ព្រោះយើងអត់មានចំនួន4សុទ្ធតែម្ដងទេចឹងយើងត្រូវខ្ចី5យក4នៅសល់1ត្រូវរុញឡើងចឹងលុបឆ្វេងចោលយើងឃើញប្រមាណចម្លើយគឺឃើញ113តទៀតមួយទៀតគឺ88បូកនឹង26 88តាំងនឹងស្ដាំនៃក្បាច់8ទី1ឈរនៅលើខ្ទង់រាយ8ទី2ឈរនៅលើខ្ទង់10រីឯ26តាំងនឹងឆ្វេងនៃក្បាច់6ឈរនៅលើខ្ទង់រាយ2ឈរនៅលើខ្ទង់10ខ្ទង់10បូកខ្ទង់10ខ្ទង់រាយបូកខ្ទង់រាយតោះខ្ទង់10ត្រូវបញ្ចូលប៉ុន្មានបញ្ចូល2តើមាន2បញ្ចូលទេអត់ទេអញ្ចឹងខ្ចី100យក20នៅសល់80លាក់ចុះតោះ6ត្រូវបញ្ចូលខ្ទង់រាយតើមាន6ទេអត់ទេអញ្ចឹងខ្ចី10យក6នៅសល់4មាន4ទេនៅខាងក្រោមមានតែ3ទេខាងលើមានមួយគ្រាប់តែស្មើ5អញ្ចឹងយើងខ្ចី5យក4នៅសល់ប្រមាណ5យក4សល់1អញ្ចឹង1ធ្វើម៉េច1ទៅរុញឡើងពីព្រោះយើងរុញ5ចេញអញ្ចឹងរុញ1ចូលតោះលុបឆ្វេងចោលចម្លើយគឺឃើញ114តោះតទៀតលេខនេះចុងក្រោយតែលេខនេះស្រួលជាងគេទេ89បូកជាមួយនឹង26 89ស្រួលជាងគេតោះ89តាំងនៅខាងស្ដាំនៃក្បាច់9ឈរនៅខ្ទង់រាយ8ឈរនៅលើខ្ទង់10រីឯ26តាំងនឹងឆ្វេងនៃក្បាច់6ឈរនៅលើខ្ទង់រាយ2ឈរនៅលើខ្ទង់10ខ្ទង់10បូកខ្ទង់10ខ្ទង់រាយបូកខ្ទង់រាយតោះខ្ទង់10ត្រូវបញ្ចូលប៉ុន្មានត្រូវបញ្ចូល2តើមាន2បញ្ចូលទេមិនមានទេអញ្ចឹងយើងត្រូវខ្ចី100យក20នៅសល់80ទម្លាក់ចុះតោះ6ត្រូវបញ្ចូលខ្ទង់រាយតើមាន6ទេអត់ទេអញ្ចឹងយើងខ្ចី10យក6នៅសល់4ទម្លាក់ចុះតែម្ដងព្រោះយើងមាន4ស្រាប់ផ្លឹបទម្លាក់ចុះតែម្ដងអញ្ចឹងចម្លើយគឺយើងលុបឆ្វេងសិនចម្លើយគឺឃើញ115អញ្ចឹងនេះគឺជាលំហាត់គំរូទី28ដែលខ្ញុំចែកម្លែកទៅបងប្អូនទាំងអស់គ្នាសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងឆ្វេងយល់វាមើលវាម្ដងទៀតមានថាមើលវីដេអូនឹងម្ដងទៀតពីព្រោះលំហាត់នេះក៏លំបាកដែរលំបាកច្រើនអញ្ចឹងគណៈពេលនេះខ្ញុំបាទយ៉ាងលីសូមអរគុណសូមជម្រាបលា